ខ្ញុំចង់បញ្ជាក់នៅទីនេះដំបូងខ្ញុំចង់និយាយអំពីបញ្ហាតាក់ទិនជាមួយនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដោយរាប់បញ្ចូលទាំងបញ្ហាការកែតម្រង់ពន្ធដារមិនមែនជាបញ្ហាតូចតាចទេបញ្ហានេះវាធំណាស់ស្ទើរតែអស់អាស្រ័យប្រជាជននោះនិយាយពិតស្ទើរតែអស់អាស្រ័យប្រជាជនរឿងអ្នកជាប់ពន្ធវាជារឿងមួយហើយប៉ុន្តែមន្ត្រីដែលបាត់បង់ផលប្រយោជន៍គឺវាជារឿងមួយទៀតជារឿងមួយទៀតប៉ុន្តែចំណាពីរបស់ខ្ញុំសូមយកទៅប្រើប្រាស់ទៅចំណាទី1នៅឆ្នាំ2013ចំណានោះបានបញ្ជាក់ថាធ្វើសកម្មភាពដោយសេចក្តីក្លាហានដោយគ្មានទទួលកុំមានការភ័យខ្លាចអីដល់ចំណាទី2គឺធ្វើអនុវត្តហើយប្រើបញ្ជាក់ថាអ្នកដែលរំមក lobby ខ្ញុំឲ្យយល់ខុសមកដល់ពេលនេះមិនតាន់កើតឬក៏មិនតាន់ចាប់ជាតិឡើយទេបើមិនមានភាពម៉ត់ចត់មើងម៉ាត់កំណែទម្រង់នេះចេញអត់រួចទេហើយខ្ញុំធ្លាប់បានបញ្ជាក់ឲ្យថាវាវេទនាណាស់ធ្វើនាយករដ្ឋមន្ត្រីដែលគ្មានសាច់ប្រាក់វាគ្មានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីបំពេញឲ្យការចំណាយអត់ទេពិបាកណាស់ប៉ុន្តែខ្ញុំសូមកោតសរសើរហើយខ្ញុំជ្រើសរើសមនុស្សត្រូវដោយជ្រើសរើសគង់វិបុលហើយបន្តពីសំអឿនដោយចាប់ផ្ដើមកំណែតម្រង់តែដឹកនាំដោយអាដាមគិតឈុនបន្តទៅដល់អាដាមហ៊ុនព័ន្ធនិរដ្ឋប្រសិនបើយើងមិនធ្វើកំណែតម្រង់នេះទេប្រហែលជាប្រាក់ពន្ធរបស់យើងគឺនៅដដែលពេលមុនណាបើនិយាយពីកណ្ដាលប្រៃកយមួយគ្រាន់តែឃើញថាក្នុងមួយខែបានត្រឹមតែ20លានឬ30លានគឺអស់ចង់ហោះហើយប៉ុន្តែឥឡូវទេឥឡូវនេះត្រឹមតែ240ឬ230អីវាតិចទៅវាទៀបតើចាប់250លានឡើងលើអាហ្នឹងបានខ្ពស់ហើយឥឡូវនេះអំបញ្ញមិញឃើញតួលេខដែលប្រចាំប្រខែ5ខែនៃចំណូលពន្ធដារបានទៅដល់ជាង53%រួចស្រេចទៅហើយជាង33%រួចស្រេចទៅហើយ